សួស្តីលោកគ្រូអ្នកគ្រូហើយសួស្តីកូនអ្នកសិក្សាភាសាខ្មែរថ្នាក់ទី1ថ្ងៃនេះលោកគ្រូមានសៀវភៅថ្នាក់ទី1បន្តទៀតមេរៀនទី5យើងរៀនអំពីផ្ចេញជាអ្នកកអញ្ចឹងយើងអានផ្ចេញជាអ្នកកណាកហើយរបៀបនៅក្នុងការសរសេរគឺគួរមើលតាមលេខនេះណាលេខ1គឺយើងគូសពីក្រោមទៅលើហើយគូសពីឆ្វេងទៅស្ដាំពីលើមកក្រោមហើយយើងដាក់សក់មកនេះជាតម្រងនៃការសរសេរលេខ1លេខ2លេខ3លេខ4លេខ5ចឹងកូនព្យាយាមអានណាកូនយើងអានដូចតទៅកនេះកាលណាផ្សំមួយស្រៈអអត់មានរូបទេណាកូននៅពេលដែលផ្សំមកគឺនៅតែកហើយកដាក់ស្រៈអាកាកដាក់ស្រៈអេគេកដាក់ស្រៈអីកៃកដាក់ស្រៈអឺកើកដាក់ស្រៈអឺកើកដាក់ស្រៈអូកុកដាក់ស្រៈអូកូកដាក់ស្រៈអ៊ូគួកដាក់ស្រៈអឺកើកដាក់ស្រៈអឺគឺកដាក់ស្រៈអ៊ីគីកដាក់ស្រៈអេគេកដាក់ស្រៈអែកែកស្រៈដាក់ស្រៈអៃកៃកដាក់ស្រៈអកដាក់ស្រៈអៅកៅកដាក់ស្រៈអំហើយដាក់ស្រៈណាកូននេះស្រៈប៉ុន្តែគឺអត់អានគុំទេដោយសារអក្សរកនេះជាចេញជាអ្នកពួកអអញ្ចឹងកាលណាបើចេញជាអ្នកពួកអត្រូវទាញសំឡេងស្រៈអញ្ចឹងយើងអានថាកំដែរណាកូនយើងអានថាកំកដាក់ស្រៈអំកំកដាក់ស្រៈអាំកម្មកដាក់ស្រៈអាកាកដាក់ស្រៈអូកដាក់ស្រៈអេកេកដាក់ស្រៈអកតើកូនយើងអានសារដើមកកាកេកៃកើកើកូគោគួកើគឺគីគីកែកៃកោកៅកំកម្មកាកកេកយើងអានពាក្យដូចតទៅណាកូនយើងមើលពាក្យអង្ក្រមនេះណាកអាយើងអានថាកាយើងអានថាកាកអីយើងអានថាកៃកអីយើងអានថាកៃកស្រៈអាំឬកអាំយើងអានថាកម្មកអេយើងអានថាកេកអោះយើងអានថាកោះកអ៊ូយើងអានថាគួពាក្យអង្ក្រមនេះកូនកកកោះកស្រៈកកោះកូនរោនេះដាក់មកណាសរសេរមកប៉ុន្តែយើងអត់មានសំឡេងទេណាករោកកគោកគោរោកគោកូនក
cô ở tết có ế rô có kỳ có ế rô có kỳ có ó có rô có ké có ké có é có rô có ké có hàng crom con com ké cày nhưng nhưng riêngประกอบนะcon cóสระอมก่อมสระอมพันได้ยังท้าก่อมโดยสายconคือโดยสาบจนอย่างเนี้ยก่อนั่นเจียปัวอโดยกันนาเจียปัวอสำเลงสระนั้นก็ตระโดดตามสำเลงในเชิงจะเนี่ยได้ก่อแกก่อไอไก่ก้อมแกไก่con mơ khang crom chỉ rục cầm nú con mơ rục này mới cứ ấy kế cứ lục ta mà nét co ói hỏi chào dáng dương an làm ấy câu co ó rầu câu còn con mơ rục này sạch ấy sạch tuần xài cầm bông thưởi con cầm bông thầm píaแผลปูดกลุ่มพวกซีแผลปูดยังอ่านทำไมก็เก๋คนอ่านทั้งออกนี้ก็เก๋chẳngมีเรียนยังไงนี่มีแต่ปัญหาเต้คนยังชียิมเรียนอ่านtới hay năng nghề từ tụ màn trong này đăng senต่อติดchẳngสมออกค้นสำหรับการตัวสนาวิทงมวยเนี่ย